មាណថ្ងៃមកនេះគឺមានការរងចាំយ៉ាងអន្ទះសារអំពីព័ត៌មានអំពីប្រទេសរុស្ស៊ីពិសេសគេរងចាំសម្លេងការឆ្លើយតបរបស់លោកពូទីនដែលពាក់ព័ន្ធជាមួយនឹងកិច្ចព្រមព្រៀងឬក៏បទឈប់បាញ់ដែលអ៊ុយក្រែនបានយល់ស្របជាមួយនឹងសេណារីយ៉ូរបស់សហរដ្ឋអាមេរិកហើយក៏ថ្មីនេះមានព័ត៌មានថាបេសកជនរបស់សហរដ្ឋអាមេរិកឬក៏ទីប្រឹក្សាពិសេសរបស់លោក Donald Trump ហ្នឹងបានទៅជួបខាងមន្ត្រីជាន់ខ្ពស់របស់ប្រទេសរុស្ស៊ីហើយក៏ថ្មីនេះលេចឡើងនៅព័ត៌មានថាលោកពូទីនដែលជាប្រធានាធិបតីរបស់រុស្ស៊ីនេះបានយល់ព្រមទៅលើគោលការណ៍របស់សហរដ្ឋអាមេរិកដែលមានការឈប់បាញ់ពេល30ថ្ងៃលោកប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នេះគឺបានទទួលយកនៅសំណើរបស់សហរដ្ឋអាមេរិកសម្រាប់បទឈប់បាញ់នៅអ៊ុយក្រែនស្របពេលដែលមានព័ត៌មានដែលថាយោធារបស់រុស្ស៊ីនេះកំពុងតែមានព្រៀបខ្លាំងនៅក្នុងការរំដោះទឹកដីនៅសមរភូមិតំបន់ខឺសនៅក្នុងទឹកដីរុស្ស៊ីនិងនៅមួយថ្ងៃដែលប្រធានាធិបតីរុស្ស៊ីបានប្រាប់កងទ័ពរុស្ស៊ីថាត្រូវធ្វើកងទ័ពអ៊ុយក្រែនដូចជាភាវរករការទទួលយកសំណើបទឈប់បាញ់របស់រុស្ស៊ីក៏ស្របពេលដែលបេសកជនពិសេសរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកគឺលោក Steve Witkoff ដែលកំពុងតែមានវត្តមាននៅក្នុងទីក្រុងមូស្គូដើម្បីពិភាក្សាជាមួយនឹងភាគីរុស្ស៊ីបន្ទាប់អំពីភាគីអ៊ុយក្រែនបានទទួលយកនៅសំណើបទឈប់បាញ់30ថ្ងៃដែលដាក់ចេញទៅដោយសហរដ្ឋអាមេរិកនៅក្នុងកិច្ចប្រជុំចរចាទ្វេភាគីនៅអារ៉ាប៊ីសាអូឌីនៅពេលថ្មីកន្លងមកនេះនៅក្នុងសន្និសីទសារព័ត៌មានបន្ទាប់អំពីមានកិច្ចពិភាក្សាជាមួយនឹងសមាភាគីបេឡារុសគឺលោក Alexander Lukashenko នៅក្នុងទីក្រុងមូស្គូគឺលោកប្រធានាធិបតី Vladimir Putin បាននិយាយថាសញ្ញាណនៃបទឈប់បាញ់គឺមានសុពលភាពហើយរុស្ស៊ីសូមគាំទ្រជាយ៉ាងណាក៏ដោយក៏មានបញ្ហាជាច្រើនដែលទាមទារឲ្យមានការពិភាក្សាគ្នាបន្ថែមទៅទៀតផងដែរនៅពីក្រោយអ្វីដែលជាគោលការណ៍នៅការគាំទ្រអំពីការឲ្យមានបទឈប់បាញ់នេះទោះបីជាមានការឯកភាពជាគោលការណ៍លើបទឈប់បាញ់លោកពូទីនក៏នៅតែមិនភ្លេចរំលឹកឡើងវិញថាបទឈប់បាញ់ណាមួយក៏នឹងត្រូវដោះស្រាយមូលហេតុដើមនៃចំនួនហើយក៏មានព័ត៌មានលម្អិតសំខាន់ជាច្រើនចាំបាច់ត្រូវដោះស្រាយថែមទៅទៀតដែរលោកពូទីនបាននិយាយថាលោកនឹងត្រូវជួបចរចាបន្ថែមទៀតជាមួយនឹងប្រធានាធិបតីសហរដ្ឋអាមេរិកគឺលោក Donald Trump នៅក្នុងពេលខាងមុខដ៏ឆាប់នេះលោកពូទីនបន្ថែមថាទីក្រុងមូស្គូបានត្រៀមខ្លួនដើម្បីចរចាជំហានបន្ទាប់ឆ្ពោះទៅរកការបញ្ចប់ជម្លោះនៅអ៊ុយក្រែនហើយនឹងឈានទៅដល់កិច្ចព្រមព្រៀងដែលអាចទទួលយកបានដោយផ្អែកទៅលើស្ថានភាពវិវត្តយ៉ាងឆាប់រហ័សទៅលើសមរភូមិដែលកំពុងតែផ្លាស់ប្ដូរតែរុស្ស៊ីមានការពេញចិត្តយ៉ាងខ្លាំងការឈ្លានពានរបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែននៅក្នុងខែកុម្ភៈឆ្នាំ2022បានធ្វើឲ្យមនុស្សរាប់សែននាក់បានស្លាប់និងរបួសធ្វើឲ្យមនុស្សរាប់លាននាក់ផ្លាស់ទីលំនៅដោយប្រែក្លាយទីក្រុងឲ្យទៅជាគំនរអគារបែកបាក់និងបង្កឲ្យមានការប្រឈមមុខដាក់គ្នាយ៉ាងខ្លាំងបំផុតរវាងទីក្រុងមូស្គូនិងលោកខាងលិចក្នុងរយៈពេលជាច្រើនទសវត្សរ៍ទោះបីជាយ៉ាងណាក៏ដោយមហាអំណាចសហភាពអឺរ៉ុបដែលคล้ายទៅជាខ្នងបង្អែកយ៉ាងខ្លាំងរឹងមាំរបស់អ៊ុយក្រែននៅពេលនេះកំពុងតែបង្ហាញអំពីការពង្រឹងទៅលើអ៊ុយក្រែនទាំងមធ្យោបាយយោធានិងហិរញ្ញវត្ថុដោយមិនឲ្យអ៊ុយក្រែនចាញ់ប្រៀបរុស្ស៊ីខ្លាំងពេកនៅក្នុងការចរចាសន្តិភាពដែលអ៊ុយក្រែនត្រូវការនោះទេយើងសង្កេតមើលឃើញថាទោះបីជាលោក Vladimir Putin បានលើកឡើងជាគោលការណ៍ថាចរចាឬក៏គេហៅគោលការណ៍នៃការឈប់បាញ់ដែលរៀបចំឡើងដោយសហរដ្ឋអាមេរិកហើយត្រូវលោក Putin ធ្វើការគាំទ្រនោះលោកក៏បាននិយាយប្រឡយដើម្បីបញ្ជាក់ទៅលើលក្ខខណ្ឌផងដែរបើទោះបីជាក្នុងពេលនេះមិនបញ្ជាក់ត្រង់ក៏ដោយក៏នៅក្នុងពេលកន្លងមកនេះក៏មានមន្ត្រីជាន់ខ្ពស់របស់ប្រទេសរុស្ស៊ីបានលើកឡើងថាទោះបីជាមានការចរចាឬក៏គេហៅបទឈប់បាញ់យ៉ាងណាក៏ដោយក៏ប្រទេសរុស្ស៊ីនេះមិនភ្លេចនៅក្នុងការរំលឹកទៅលើប្រវត្តិដែលតាក់ទងទៅនឹងវិបត្តិដែលរុស្ស៊ីបានជួបប្រទះនោះទេហើយក៏ត្រូវភ្ជាប់លក្ខខណ្ឌនៃវិបត្តិនេះទៅនឹងកិច្ចព្រមព្រៀងនេះដែរអ្វីដែលជាការដែលប្រទេសរុស្ស៊ីបានចាត់ទុកថាជាវិបត្តិនោះគេមានការវិភាគឃើញថាប្រទេសរុស្ស៊ីធ្លាប់បានដាក់លក្ខខណ្ឌចំនួន3មកហើយដែរដែលនៅក្នុងនោះគឺលក្ខខណ្ឌទី1គ្មានសមាជិក NATO សម្រាប់ប្រទេសអ៊ុយក្រែននោះទេមានន័យថាគឺមិនត្រូវឲ្យប្រទេសអ៊ុយក្រែននោះចូលទៅជាសមាជិកអង្គការ NATO ទេហើយទី2នេះគឺត្រូវតែមានកិច្ចព្រមព្រៀងដើម្បីធានាថាគ្មានការដាក់កងទ័ព
បរទេសលើទឹកដីអ៊ុយក្រែនហើយចំណុចទី3នេះគឺត្រូវឲ្យមានការទទួលស្គាល់ជាអន្តរជាតិចំពោះតំបន់គ្រីមៀនិងទឹកដី4ខេត្តទៀតដែលរុស្ស៊ីបានកាត់យកការឈ្លានពាននៅក្នុងពេលថ្មីៗនេះគឺជាអ្វីដែលរុស្ស៊ីកំពុងតែត្រៀមគិតថាបើសិនជាមានបទឈប់បាញ់គឺត្រូវតែផ្សារភ្ជាប់ទៅលើ3ចំណុចនេះជាគោលប៉ុន្តែយ៉ាងណាក៏ដោយសម្រាប់សហរដ្ឋអាមេរិកវិញគឺមិនទាន់បានឆ្លើយតបហើយប្រទេសអ៊ុយក្រែនហ្នឹងក៏មិនទាន់បានឆ្លើយតបអំពីលក្ខខណ្ឌរបស់ប្រទេសរុស្ស៊ីនោះដែរដោយឡែកសម្រាប់លោក Zelensky ធ្លាប់បានប្រកាសប្រាប់មេដឹកនាំនៃសហភាពអឺរ៉ុបរួចមកហើយដែរថាមានតែដាក់ប្រទេសអ៊ុយក្រែនចូលទៅក្នុងអង្គការ NATO ទើបអាចរក្សាការពារហើយម្យ៉ាងទៀតក៏ដើម្បីធានាទៅលើសន្តិសុខនៅក្នុងប្រទេសអ៊ុយក្រែនគឺត្រូវតែដាក់កងកម្លាំងរក្សាការពារប៉ុន្តែលោក Zelensky ធ្លាប់បានលើកឡើងថាបើសិនជាមិនអោយខាងអ៊ុយក្រែននឹងចូលជាសមាជិកអង្គការ NATO ឬអង្គការ NATO នេះចូលទៅរក្សាការពារសន្តិសុខនៅក្នុងប្រទេសអ៊ុយក្រែនដើម្បីទប់ទល់ទៅនឹងការឈ្លានពានរបស់រុស្ស៊ីនៅក្នុងពេលណាមួយបន្តទៅថ្ងៃមុខទៀតនោះគឺប្រទេសអឺរ៉ុបទាំងអស់គួរតែរួមកម្លាំងគ្នាហើយបង្កើតទៅជា team មួយឬក៏ជាក្រុមមួយទៀតនៅក្នុងការពង្រឹងកម្លាំងនៃពួកសហភាពអឺរ៉ុបនេះឲ្យខ្លាំងដោយមិនបាច់ប្រើប្រាស់ឈ្មោះអង្គការ NATO នោះទេចឹងហើយដូចជានៅក្នុងពេលថ្មីនេះគឺកាលពីថ្ងៃទី11គឺលោកម៉ាក្រុងដែលជាប្រធានាធិបតីបារាំងក៏បានជួបប្រជុំជាមួយនឹងនាយកសេនាធិការកងទ័ពមកពីបណ្ដាប្រទេសជាង30ដើម្បីនិយាយអំពីលទ្ធភាពចូលរួមរបស់ប្រទេសនីមួយៗនៅក្នុងផែនការជួយធានាការពារសន្តិសុខអ៊ុយក្រែនគឺជាការធានាសន្តិសុខនៃសន្តិភាពយូរអង្វែងសម្រាប់អ៊ុយក្រែននៅពេលណាដែលមានកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមជាស្ថាពរជាមួយរុស្ស៊ីឬក៏រុស្ស៊ីបានធ្វើកិច្ចព្រមព្រៀងណាមួយជាមួយនឹងប្រទេសអ៊ុយក្រែននេះគូបញ្ជាក់ផងដែរថាអ៊ុយក្រែនទើបតែយល់ព្រមទៅតាមសំណើអាមេរិកដែលផ្អាកការប្រយុទ្ធដោះអាសន្ន30ថ្ងៃដើម្បីឈានទៅបើកការចរចាសន្តិភាពសម្រាប់រយៈពេលនេះកំពុងតែរងចាំស្ដាប់ចម្លើយពីខាងរុស្ស៊ីប៉ុន្តែថ្មីនេះរុស្ស៊ីក៏បានយល់ព្រមដោយលោកពូទីនបានធ្វើការគ្រប់គ្រងទៅលើសំណើរបស់សហរដ្ឋអាមេរិកដូចជាអ៊ុយក្រែនដែរក៏ប៉ុន្តែលោកបានភ្ជាប់លក្ខខណ្ឌចំនួន3ហើយចំណុចនេះហើយបានជាខាងអឺរ៉ុបនេះក៏បានត្រៀមរៀបចំខ្លួនផងដែរដើម្បីធ្វើយ៉ាងណារក្សានៅសន្តិសុខក្រោយពេលដែលមានកិច្ចព្រមព្រៀងនេះកើតឡើងលោកម៉ាក្រុងបានអញ្ជើញប្រទេសចំនួន34ដែលមាននាយសេនាធិការកងទ័ពមកពីប្រទេស34នេះមកជួបប្រជុំនៅទីក្រុងប៉ារីសតាមការអញ្ជើញរបស់លោកម៉ាក្រុងហើយភាគច្រើននៃនាយកសេនាធិការកងទ័ពដែលបានចូលរួមគឺមកពីប្រទេសសមាជិកសហភាពអឺរ៉ុបសមាជិកនៃអង្គការ NATO ដូចជាអង់គ្លេសទួរគីក៏មានវត្តមានផងដែរហើយមកពីប្រទេសដែលមិនមែនជាសមាជិកសម្ព័ន្ធភាពទាំងពីរនេះដូចជាអូស្ត្រាលីនូវែលសេឡង់និងជប៉ុនក៏មកដែរហើយសហភាពអឺរ៉ុបនិងអ៊ុយក្រែនក៏បានបញ្ជូនតំណាងមកចូលរួមដែរលើកលែងតែនាយកសេនាធិការកងទ័ពអាមេរិកដែលមិនបានមកចូលរួមដើម្បីរួមគំនិតគ្នាថាតើត្រូវការពារអ៊ុយក្រែនឬក៏ការពារសន្តិសុខអ៊ុយក្រែនយ៉ាងដូចម្តេចនៅពេលដែលមានកិច្ចព្រមព្រៀងរវាងអ៊ុយក្រែនប្រទេសរុស្ស៊ីនោះលោកម៉ាក្រុងគឺជាអ្នកដែលផ្ដួចផ្ដើមគំនិតបានលើកឡើងថាកម្មវត្ថុនៃកិច្ចប្រជុំពិសេសនេះគឺដើម្បីបោះជំហានចេញពីទ្រឹស្ដីមកជាការអនុវត្តជាក់ស្ដែងហើយដើម្បីគូសវាសនៅផែនការធានាការពារសន្តិសុខគួរជាទីទុកចិត្តសម្រាប់អ៊ុយក្រែននិងដើម្បីការពារសន្តិភាពជារៀងរ៉ាបឲ្យអ៊ុយក្រែនផងដែរដូច្នេះហើយឱកាសនេះគឺតំណាងនៃប្រទេសនីមួយៗដែលមានវត្តមានចូលរួមគឺត្រូវតែពិចារណាគិតគូរថាតើម្នាក់អាចចូលរួមបានប៉ុណ្ណានិងដោយរបៀបយ៉ាងដូចម្តេចលោកម៉ាក្រុងក៏បានអំពាវនាវប្រាប់ទៅសម្ព័ន្ធមិត្តអឺរ៉ុបទាំងអស់ថាតើត្រូវរួមសហការសាមគ្គីពួនដៃគ្នាទទួលខុសត្រូវធ្វើឲ្យអឺរ៉ុបមានទម្ងន់ធ្ងន់បំផុតដើម្បីការពារអ៊ុយក្រែនផងនិងការពារអឺរ៉ុបខ្លួនឯងផងទៅថ្ងៃអនាគតផ្អែកទៅតាមប្រភពពីវិមានប្រធានាធិបតីបារាំងលោកនាយសេនាធិការទាំង34ប្រទេសរួមជាមួយនឹងបារាំងបានយល់ស្របដូចគ្នាថាការធានាសន្តិសុខដែលគួរតែទុកចិត្តបំផុតជូនអ៊ុយក្រែនគឺត្រូវតែធ្វើឡើងនៅក្នុងរយៈពេលយូរអង្វែងហើយធ្វើដោយជួយទំនុកបំរុងគ្រប់គ្រងទៅដោយក្តីបញ្ញាចិត្តបំផុតជូនទៅដល់កងទ័ពអ៊ុយក្រែននាយសេនាធិការទាំងអស់ដែលបានលើកឡើងទៀតថាផែនការការងារនេះមិនអាចកាត់ផ្តាច់បានឡើយអំពីអង្គការសម្ព័ន្ធភាព NATO
ពលគឺត្រូវតែមានការចូលរួមពីសំណាញ់សន្តិសុខរបស់សហរដ្ឋអាមេរិកដែលជាសសរទ្រូងដ៏ធំរបស់អង្គការ NATO នេះផងដែរហើយបើយោងទៅតាមលោករដ្ឋមន្ត្រីការពារជាតិបារាំងគឺមានប្រទេស15ដែលបញ្ជាក់ថាអាចនឹងចូលរួមក្នុងរចនាសម្ព័ន្ធកងទ័ពរួមដែលអាចបញ្ជូនទៅរក្សាសន្តិភាពនៅអ៊ុយក្រែនតែចំណុចលម្អិតយ៉ាងណាលោកបានបញ្ជាក់លក្ខខណ្ឌទាំងនេះនឹងត្រូវគូសវាសនៅក្នុងអនាគតនៃកិច្ចព្រមព្រៀងសន្តិភាពរវាងអ៊ុយក្រែននិងរុស្ស៊ីនោះឯងសូមបញ្ជាក់ផងដែរថាកិច្ចប្រជុំពិសេសរវាងនាយសេនាធិការកងទ័ពជាង30ប្រទេសនេះគឺស្របពេលដែលភាគីអាមេរិកនិងអ៊ុយក្រែនបានជួបប្រជុំនៅក្នុងទីក្រុងជេដានៃប្រទេសអារ៉ាប៊ីសាអូឌីតការប្រជុំដែលបានចេញលទ្ធផលថាអ៊ុយក្រែនយល់ព្រមទទួលយកសំណើរបស់អាមេរិកនៅក្នុងការផ្អាកការប្រយុទ្ធទាំងស្រុងរយៈពេល30ថ្ងៃដើម្បីបើកផ្លូវចរចាជាមួយនឹងរុស្ស៊ីចំណែកឯភាគីអាមេរិកវិញបានសុខចិត្តផ្ដល់ជំនួយយោធាឲ្យអ៊ុយក្រែនឡើងវិញដែលឡែកកាលពីថ្ងៃពុធទី12គឺលោកសាបាទៀនរដ្ឋមន្ត្រីការពារជាតិបារាំងបានជួបប្រជុំក្របខ័ណ្ឌ E5 ជាមួយនឹងរដ្ឋមន្ត្រីការពារជាតិអង់គ្លេសអាល្លឺម៉ង់អ៊ីតាលីប៉ូឡូញដើម្បីនិយាយលម្អិតអំពីការពួតដៃគ្នាពង្រឹងសន្តិសុខអឺរ៉ុបប្រឈមទៅនឹងការគំរាមកំហែងរបស់រុស្ស៊ីនេះឯងលោក Boris រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់បានលើកឡើងថាក្រមប្រទេសអឺរ៉ុបត្រូវតែប្រើពេល30ថ្ងៃនៃការផ្អាកការប្រយុទ្ធបណ្ដោះអាសន្ននេះឲ្យមានប្រយោជន៍បំផុតលោកលើកឡើងថាផែនការពង្រឹងសមត្ថភាពការពារជាតិរបស់អឺរ៉ុបនេះគឺមានរឿងដែលត្រូវធ្វើច្រើនណាស់ហើយជាក់ស្ដែងការសម្រួលផ្នែករដ្ឋបាលមិនថាថ្នាក់ជាតិនិងថ្នាក់អឺរ៉ុបនោះទេគឺថាការរៀបចំឲ្យមានស្តង់ដាររួមតែមួយសម្រាប់ប្រព័ន្ធគ្រឿងសព្វាវុធដែលផលិតនិងប្រើប្រាស់នៅអឺរ៉ុបដោយឡែកលោករដ្ឋមន្ត្រីការពារជាតិបារាំងបានគូសបញ្ជាក់អំពីភាពអាសន្នដែលត្រូវបានពង្រឹងឲ្យបានឆាប់នៅសមត្ថភាពការពារសន្តិសុខអវកាសនិងប្រព័ន្ធការពារផ្លូវអាកាសដូចជាប្រព័ន្ធខែលដែលអាចចាប់កំទេចមីស៊ីលប៉ាឡេស្ទិកជាដើមបាទនេះគឺជាព័ត៌មានដែលមានការវិវត្តថ្មីពាក់ព័ន្ធជាមួយនឹងព្រឹត្តិការណ៍នៃការបត់ឈប់បាញ់ដែលដូចដែលបានលើកឡើងរួចមកហើយថាគេរងចាំតែចម្លើយរបស់ប្រទេសរុស្ស៊ីឥឡូវនេះលោកពូទីនបានឆ្លើយតបហើយថាលោកនឹងធ្វើការគាំទ្រទៅលើសំណើរបស់សហរដ្ឋអាមេរិកដែលបានឲ្យមានការបត់ឈប់បាញ់ដែលអ៊ុយក្រែននឹងបានគាំទ្ររួចមកហើយប៉ុន្តែលោកពូទីនក៏បានលើកឡើងដែរថារាល់សំណើឈប់បាញ់ទាំងឡាយណាគឺត្រូវតែមានការភ្ជាប់ទៅនឹងអ្វីដែលជាដើមហេតុមានន័យថាប្រទេសរុស្ស៊ីនេះចាត់ទុកថាជាវិបត្តិហើយវិបត្តិនេះគឺរុស្ស៊ីក៏ធ្លាប់ដាក់នៅលក្ខខណ្ឌចំនួន3ដែរគឺទី1ត្រូវមិនឲ្យប្រទេសអ៊ុយក្រែននឹងចូល NATO ទី2មិនឲ្យប្រទេសអ៊ុយក្រែននឹងមានកងរក្សាសន្តិសុខបរទេសណាដែលអាចឈរនៅលើទឹកដីនៃប្រទេសអ៊ុយក្រែនហើយទី3គឺត្រូវឲ្យអន្តរជាតិនឹងទទួលស្គាល់អំពីទឹកដីដែលរុស្ស៊ីបានយកចំនួន5ខេត្តរួមមានគ្រីមៀមួយផងដែរនេះគឺជាលក្ខខណ្ឌដែលប្រទេសរុស្ស៊ីចាត់ទុកថាជាការធានាមួយសម្រាប់ប្រទេសរបស់ខ្លួនដោយឡែកសម្រាប់រឿងរ៉ាវនេះសហរដ្ឋអាមេរិកមិនទាន់បានយកមកនិយាយនៅឡើយនោះទេដោយឡែកគេសង្កេតទៅកាន់ប្រទេសអឺរ៉ុបវិញគឺថាកំពុងតែសហការគ្នាដោយហៅនាយសេនាធិការកងទ័ព34ប្រទេសដើម្បីជួបប្រជុំគ្នានៅក្នុងចន្លោះពេលដែលគេគិតថាបើសិនជាអ៊ុយក្រែននិងប្រទេសរុស្ស៊ីបានចុះកិច្ចព្រមព្រៀងគ្នាហើយនោះគឺពួកគេនឹងត្រូវរៀបចំយ៉ាងម៉េចលើផ្នែកយោធាដើម្បីជួយរក្សាការពារប្រទេសអ៊ុយក្រែននេះហើយនៅក្នុងចំណោមប្រទេស34ដែលជានាយសេនាធិការប្រចាំប្រទេសមួយនេះគឺគេទទួលបានព័ត៌មានថាមាន15ប្រទេសហើយដែលស្ម័គ្រចិត្តនៅក្នុងការចូលរួមប៉ុន្តែវាគ្រាន់តែជាចំណុចមួយតែប៉ុណ្ណោះដែលតាក់ទងទៅនឹងការពារឬរក្សានៅសន្តិសុខនៅក្នុងប្រទេសអ៊ុយក្រែនហើយអ្វីដែលគេអាចគិតអំពីអនាគតយូរអង្វែងថែមទៅទៀតនោះគឺអឺរ៉ុបនេះគឺត្រូវតែមានកម្លាំងកងទ័ពមួយច្បាស់លាស់រឹងមាំហើយដោយពឹងពាក់ដោយខ្លួនឯងមិនផ្ដេកផ្ដួលទៅតាមសហរដ្ឋអាមេរិកដូចពីមុននោះទេហើយមានបណ្ដាប្រទេសខ្លះគិតថាទោះបីជាអឺរ៉ុបរួមគ្នាទៅលើផ្នែកយោធាខ្លាំងជាថ្មីយ៉ាងណាក៏ដោយក៏គេគិតថាត្រូវតែបើកច្រកបើកទ្វារឲ្យមានការសហការជាមួយនឹងសហរដ្ឋអាមេរិកដែរពីព្រោះពួកគេគិតថាសហរដ្ឋអាមេរិកគឺជាសសរស្តម្ភមួយដែលអាចពង្រឹងទៅលើផ្នែកយោធានៅលើពិភពលោកនេះបាន
កាន់តែល្អប្រសើរប៉ុន្តែយ៉ាងណាក៏ដោយឥឡូវនេះបើសិនជាលក្ខខណ្ឌនេះទោះបីជាមានការត្រៀមរៀបចំរៀងខ្លួនរវាងអ៊ុយក្រែនរុស្ស៊ីហើយខាងអឺរ៉ុបនេះគេបានត្រៀមនៅកម្លាំងសន្តិសុខយ៉ាងណាក៏ដោយបើពិនិត្យទៅលើលក្ខខណ្ឌរុស្ស៊ីនេះរុស្ស៊ីមិនអោយមានកម្លាំងសន្តិសុខចូលទៅក្នុងទឹកដីនៃប្រទេសអ៊ុយក្រែនទេប៉ុន្តែបើសិនជាមានការចរចាមួយដែលគ្មានការត្រួតពិនិត្យពីអាជ្ញាកណ្ដាលឬក៏ក្រុមណាមួយជាលក្ខណៈជាក្រិតទេគេគិតថាប្រសិទ្ធភាពនៃការចរចាបទឈប់បាញ់នេះគឺมันអាចទទួលបាននៅភាពប្រកបនិយមឬក៏មានភាពរឹងមាំនោះទេដោយអ្វីដែលលោក Zelensky បានលើកឡើងថាវាអាចមានផុយស្រួយហើយលោកពូទីននេះគឺជាមនុស្សដែលកុហកហើយមានការប្រែប្រួលច្រើនណាស់តាំងពីអ្វីដែលមុនពេលដែលប្រទេសអ៊ុយក្រែនបានបាត់បង់គ្រីមៀកាលពីឆ្នាំ2014មកម្លេះមានន័យថាកាលពីឆ្នាំ1991គឺឬក៏ឆ្នាំ2014 1994គឺនេះក៏បានធានាទៅលើសន្តិសុខសម្រាប់ប្រទេសអ៊ុយក្រែនជាមួយនឹងអាមេរិកជាមួយនឹងអឺរ៉ុបផងដែរប៉ុន្តែការពិតគឺប្រទេសរុស្ស៊ីជាអ្នកដែលឈ្លានពានអ៊ុយក្រែនទៅវិញចឹងហើយបានជាលោក Zelensky នឹងមិនទុកចិត្តហើយចាត់ទុកលោក Putin ថាគឺជាមនុស្សដែលកុហកកលិចកលុចមិនគួរឲ្យជឿនោះឯង